គាត់កំពុងការពារកូនស្រីចិញ្ចឹមរបស់គាត់និងវីដំកូនស្រីបង្កើតរបស់គាត់អូសូមខ្ញុំល្ងងពេកហើយសម្រាប់រឿងនោះអ្នកណាដែលចង់នៅជាមួយខ្ញុំរយៈពេល3ជីវិតខ្ញុំនឹងមិនកុហកទេអណ្ដូងរ៉ែព្រះករុណាឲ្យព្រះអង្គមិនត្រូវបង្ខំអធិរាជអារ្យឲ្យរួចផុតពីការក្តាប់របស់ព្រះអង្គនៅពេលនេះទេព្រលឹងរបស់ម្ចាស់របស់ម្ចាស់ក្ត្រីជីងឈីលើសួនយាយដើម្បីធ្វើឲ្យព្រះអង្គមានស្ថិរភាពនិងគាត់ណាស់យន់ឈីងស៊ីចេញមកនេះមានរឿងអ្វីកើតឡើងខ្ញុំដឹងថាអ្នកនៅទីនោះរងចាំខ្ញុំមែនទេនោះមិនអាចជាខ្ញុំទេខ្ញុំអានវាខុសហេតុអ្វីបានជាអ្នកមិនត្រឡប់មកវិញខ្ញុំពិតជាមិនមានបំណងដូច្នោះទេចំពោះគាត់យន់ឈីងស៊ីមិនដែលលេងសាច់ពីមុនមកទេវាជារឿងរបស់ខ្ញុំផ្ទាល់ខ្ញុំបានរុញក្មេងស្រីនោះដែលបេះដូងនិងភ្នែករបស់នាងមានតែសម្រាប់ខ្ញុំចូលទៅក្នុងទីជ្រៅបំផុតដែលមិនអាចត្រឡប់ក្រោយបានចៅរ៉ាវយ៉ាន់របស់ខ្ញុំចៅយុនដូច្នេះអ្នកនៅទីនេះតាំងពីយូរមកហើយយើងខុសទាំងអស់គ្នារហូតដល់ពេលនេះទេទើបខ្ញុំយល់ថាយុនចៅយីងមិនបានធ្វើអ្វីសោះកាលពី5ឆ្នាំមុនគាត់មិនបានរត់ចោលសម្រភូមិទេប៉ុន្តែគាត់បានស្លាប់ដោយអាត្មានិយមនៅក្នុងទីក្រុងដ៏ត្រជាក់នេះដូចជាយុនឈីងស៊ីដែរគាត់បានប្រើសាច់ឈាមនិងព្រលឹងរបស់គាត់ផ្ទាល់ដើម្បីបង្ក្រាបអារ្យនៅក្នុងសំណុំនៃការបង្កើតការផ្សារភ្ជាប់អារ្យយ៉ាងណាក៏ដោយគាត់នៅតែត្រូវទ្រាំទ្រនឹងកេរ្តិ៍ឈ្មោះអាក្រក់នៃការត្រូវបណ្ដាសាជារៀងរហូតនិងត្រូវអ្នកដែលស្គាល់គាត់មើលងាយអស់រយៈពេល5ឆ្នាំពេញលោកយ៉ាវយីងខេនសកូនស្រីខ្ញុំអាយុ5ឆ្នាំហើយ5ឆ្នាំពេញហើយដើម្បីប្រកាសដល់ពិភពលោកទាំងមូលថាយុនចៅយីនគឺជាការអាម៉ាស់ដល់ពូជសាសន៍អមតៈនិងជាការអាម៉ាស់ដល់អាណាចក្រមេបែបនេះហើយអនុញ្ញាតឲ្យគាត់ត្រូវបានពិភពលោកមើលងាយគាត់ត្រូវបានគេស្ដីបន្ទោសប៉ុន្តែវាបានបង្ហាញថាកូនស្រីខ្ញុំមិនដែលរត់គេចខ្លួនទេពួកគេថែមទាំងបានប្រថុយជីវិតរបស់ពួកគេដើម្បីនាំមកនូវសន្តិភាពរយៈពេល5ឆ្នាំដល់អាណាចក្រទាំង3ខណៈពេលដែលខ្ញុំដែលជាឪពុករបស់ពួកគេស្វែងរកតែអំណាចប៉ុណ្ណោះគាត់មិនព្រមស្ដាប់ការពន្យល់សូម្បីតែមួយម៉ាត់ពីគាត់ឡើយនាងភ្ញាក់ហើយជួយអធិរាជិនីឲ្យលឿនអ្នកភ្ញាក់ពីដំណេកហើយប្រាប់ខ្ញុំថាចៅយីបានស្លាប់ហើយគាត់បានស្លាប់នៅទីនេះក្នុងវ័យមកកាលពី5ឆ្នាំតើអ្នកដឹងរួចហើយឬនៅប្រាប់ខ្ញុំលេងអូនទៅដូច្នេះឆេងនឹងឌីយល់ពីអ្វីដែលខ្ញុំកំពុងសួរអ្នកទេ5ឆ្នាំមុនមួយថ្ងៃមុនពេលដែលមហេសីចៅបាត់ទៅព្រះបរមរាជវាំងដើម្បីជួបអ្នកគាត់បាននិយាយថាគាត់នឹងបង្ហាញអ្នកជាសាធារណៈថាជាអារ្យនៅក្នុងការប្រជុំអធិស្ឋានជាផូស្តាតើអ្នកបាននិយាយអ្វីទៅកាន់គាត់នៅពេលនោះអ្នកបានប្រាប់គាត់កុំឲ្យធ្វើសកម្មភាពដោយមិនប្រយ័ត្ននៅថ្ងៃបន្ទាប់ដល់អធិភាពនិយាយថាគាត់បានរត់គេចខ្លួនប៉ុន្តែអ្នកមានអារម្មណ៍យ៉ាងច្បាស់មានអ្វីមួយខុសប្រក្រតីហេតុអ្វីអ្នកមិនពិនិត្យមើលមូលហេតុឥឡូវនេះអ្វីបានមកដល់ចំណុចនេះហើយចុះយ៉ាងណាចំពោះពិន្ទុចាស់ទាំងអស់នេះ